សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ថ្ងៃនេះយើងមានមេរៀនមួយតាក់ទងអំពីពាក្យ អ៊ីដែលមានន័យថាលេខ1ចា៎អញ្ចឹងសូមអ្នកទាំងអស់គ្នាចូលទៅសិក្សាមេរៀនរបស់យើងតែម្ដងអ៊ីមានន័យថាលេខ1យើងមើលខាងនេះកាលណាអ៊ីប្រើជាមួយនឹងកិរិយាសព្ទណាមួយវាមានន័យថាគ្រាន់តែចុចហើយភ្លាមវាកន្លែងចុចនេះគឺយើងយោងទៅតាមអត្ថន័យរបស់កិរិយាសព្ទអញ្ចឹងយើងមើលឧទាហរណ៍អ៊ីធីងមានន័យថាគ្រាន់តែឮភ្លាមអ៊ីសួរមានន័យថាគ្រាន់តែនិយាយភ្លាមអ៊ីខានគ្រាន់តែឃើញភ្លាមអ៊ីសៀងឈីគ្រាន់តែនឹកឃើញភ្លាមអ៊ីសៀវគ្រាន់តែសើចភ្លាមចាអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាហេតុអ្វីក៏អ៊ីនៅត្រង់នេះអានជាសំឡេងទី2ហើយនៅត្រង់នេះអានជាសំឡេងទី4ត្រង់នេះសំឡេងទី2ត្រង់នេះសំឡេងទី4អញ្ចឹងអំពីការប្រែប្រួលសំឡេងរបស់អក្សរអ៊ីហ្នឹងខ្ញុំមានធ្លាប់ធ្វើវីដេអូរួចហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូចាស់របស់ខ្ញុំបានដែលតាក់ទងអំពីការប្រែប្រួលសំឡេងរបស់អ៊ី我一听心里很难过我一听心里很难过ខ្ញុំគ្រាន់តែស្ដាប់ឮភ្លាមស៊ីនលីក្នុងចិត្តហិនណាស់ណានគួពិបាកចិត្ត我一听心里很难过មានន័យថាខ្ញុំគ្រាន់តែស្ដាប់ភ្លាមពិបាកក្នុងចិត្តណាស់ឧទាហរណ៍មួយទៀត一说起他我很生气一说起他我很生气一说មានន័យថាគ្រាន់តែនិយាយភ្លាមប៉ុន្តែខ្ញុំបន្ថែមពាក្យឈីនេះអញ្ចឹងវាមានន័យថា一说起ហ្នឹងគឺគ្រាន់តែនិយាយអំពីថាគាត់វខ្ញុំហិនសឹងឈីហ្នឹងគឺខឹងណាស់គ្រាន់តែនិយាយពីគាត់ឬក៏អំពីគាត់ភ្លាមខ្ញុំខឹងណាស់我一看就明白我一看就明白ខ្ញុំគ្រាន់តែមើលភ្លាមឬក៏ឃើញភ្លាមក៏យល់ជាវនេះក៏ឬក៏គឺ明白នេះគឺយល់我一看就明白ខ្ញុំគ្រាន់តែឃើញភ្លាមយល់ផ្លែត他一笑让我想起我的妹妹他一笑让我想起我的妹妹មានន័យថានាងគ្រាន់តែសើចភ្លាមធ្វើឲ្យខ្ញុំនឹកដល់ប្អូនស្រីរបស់ខ្ញុំថាប្រើចំពោះមនុស្សស្រីគាត់ឬក៏នាងអ៊ីសៀវគ្រាន់តែសើចភ្លាមរាំងវធ្វើឲ្យខ្ញុំសៀងឈីនឹកឃើញវតម៉ៃប្អូនស្រីរបស់ខ្ញុំស៊ីនលីក្នុងចិត្តណានគួ
难过ពិបាកចិត្ត生气ខឹង明白យល់ចា៎មេរៀនរបស់យើងនៅពេលនេះសូមសម្រាប់ត្រឹមប៉ុណ្ណឹងសិនយើងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចែកជាតិ